Videoនេះបង្ហាញអំពីរបៀបបង្កើត group chat នៅលើ Messenger ឬក៏ក្រុម chat នៅក្នុង Messenger ដើម្បីបង្កើតក្រុម chat លើ Messenger បងប្អូនចូលមកក្នុង Messenger មកឧទាហរណ៍ថាខ្ញុំចង់បង្កើត group chat Messenger មួយដែលមានសមាជិកចំនួន3នាក់ group ហ្នឹងអាចជាក្រុមការងារខ្ញុំឬក៏សមាជិកគ្រួសារឧទាហរណ៍ណាអញ្ចឹងដើម្បីបង្កើតដំបូងបងប្អូនត្រូវអូសទៅរកសមាជិកម្នាក់ដែលបងប្អូនប្រុងបង្កើតជាមួយណាយើងចង់ដាក់សមាជិក3នាក់ក៏ប៉ុន្តែយើងផ្ដើមចេញពីម្នាក់សិនអញ្ចឹងណាយើងអូសទៅរកនរណាម្នាក់ហ្នឹងមកអូខេឥឡូវឧទាហរណ៍ថាខ្ញុំរកឃើញហើយមនុស្សម្នាក់ដែលខ្ញុំចង់បង្កើត group ជាមួយគាត់បងប្អូនត្រូវដាក់មេដៃទៅលើ profile របស់គាត់ឲ្យជាប់ hold មេដៃឲ្យជាប់លើ profile គាត់ទៅវានឹង load option បែបនេះមកនេះហើយបងប្អូនរកមើលសញ្ញានេះសញ្ញារូបមនុស្សនេះហើយអង់គ្លេសវាដាក់ថា create group chat with same with ឈ្មោះម្នាក់ហ្នឹងណាកន្លែងនេះគឺខុសៗគ្នាអាស្រ័យលើ chat របស់បងប្អូនកន្លែងឈ្មោះហើយកតុយនេះអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកហើយវត្ថុបំណងខ្ញុំគឺខ្ញុំចង់add សមាជិកដទៃទៀតចូលគឺម្នាក់ទៀតអញ្ចឹងណាអញ្ចឹងបងប្អូនរកម្នាក់ហ្នឹងមកបើម្នាក់ហ្នឹងនៅក្នុងចំណោមនេះអូខេបងប្អូន select លើគាត់មកអូខេ select រួចគឺវាចេញ2នាក់ឯណាអញ្ចឹងគ្រប់ហ្នឹងគឺមាន3នាក់គឺមាន2នាក់នេះហើយនឹងខ្ញុំដែលកំពុង add ពួកគាត់ហ្នឹងអញ្ចឹងមាន3នាក់ហ្នឹងណាហើយបងប្អូនចង់បានអ្នកទី4បងប្អូន add អ្នកទី4មួយទៀតមកអញ្ចឹងណាអញ្ចឹងខ្ញុំចង់បង្កើតតែ3ទេខ្ញុំលុបមួយវិញចេញហើយក្នុងករណីក្នុងចំណោមlist ខាងលើនេះវាអត់មានអ្នកដែលយើងចង់បង្កើតជាមួយបងប្អូនចុចកន្លែង search នេះកន្លែងសញ្ញា search នេះវាយឈ្មោះគាត់ទៅវានឹងចេញហើយអូខេឥឡូវខ្ញុំ select បាន2នាក់ហើយរួមទាំងខ្ញុំគឺ3នាក់អញ្ចឹងរឿងបន្ទាប់គឺបងប្អូនរកមើលពាក្យ create នៅខាងលើនេះអញ្ចឹងណាចុចនៅខាងលើហ្នឹងមកអូខេឥឡូវ group បានបង្កើតរួចហើយវាមានទម្រង់បែបនេះគឺមានខ្ញុំម្នាក់ហើយសមាជិក2នាក់ខ្ញុំចង់បង្ហាញចំណុចមួយចំនួនទៀតអានេះគឺជាប៊ូតុង add សមាជិកបើបងប្អូនចង់ add សមាជិកដទៃទៀតបងប្អូនចុចកន្លែងហ្នឹងមកណាបន្តមកទៀតយើងត្រូវ rename ឈ្មោះគឺយើងដាក់ឈ្មោះ group ហ្នឹងដើម្បី rename ឈ្មោះដាក់ឈ្មោះបងប្អូនចុចកន្លែង edit name នេះមកអូខេចឹងដាក់ឈ្មោះគេឧទាហរណ៍ថា family ចាក្រុមអាសាញ៉ាមិនឬក៏ក្រុមនៅសាលាឬក៏ក្រុមនៅសាកលវិទ្យាល័យឬក៏វិទ្យាល័យអីបងប្អូនដាក់តាមហ្នឹងមកហើយបងប្អូនចុច save មកអូខេវាចេញ family បន្តមកទៀតយើងត្រូវដូរ profile group បើយើងចង់ដូរចឹងដើម្បីដូរ profile group បងប្អូនចុចលើអាសញ្ញាឧទាននៅខាងលើនេះចុចលើហ្នឹងមកបន្ទាប់មកបងប្អូនរកមើលកន្លែងឆ្នុច3នេះផាច់អូខេនៅកន្លែងឆ្នុច3ហ្នឹងវាមានកន្លែងដាក់ photo គឺឆេង photo នេះហើយបើចេញជាភាសាខ្មែរបងប្អូនរកមើលអាបន្ទាប់ហ្នឹងមកវាទៅទេក្នុងន័យថាដូររូបភាពលើ group អីចឹងណាអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកបន្ទាប់មកបងប្អូនចុចឲ្យកន្លែង choose photo នេះមកពេលហ្នឹងវានឹង load ទៅរករូបភាពនៅក្នុងទូរស័ព្ទរបស់យើងហើយ select លើ photo មកហើយចុចសញ្ញានេះមកអូខេហើយយើង navigate វាទៅពង្រីកពង្រួមតាមនឹងមកហើយបងប្អូនចុច save នៅខាងក្រោមនេះមកអូខេឥឡូវ group photo ត្រូវបានដូរហើយណា